បណ្ដោះធម៌ពលឲ្យផ្លូវចិត្តចាអញ្ចឹងយើងត្រូវតែបណ្ដោះធម៌ពលផ្លូវចិត្តរបស់យើងបងប្អូនអ្នកគ្នាថ្ងៃនេះផងដែរបណ្ដោះធម៌ពលផ្លូវចិត្តដេទី1ដែលខ្ញុំម្ដាមសិទ្ធិការនឹងចែករំលែកជូនទៅកាន់បងប្អូនអ្នកគ្នាធ្វើម៉េចដើម្បីយើងបណ្ដោះធម៌ពលផ្លូវចិត្តរបស់យើងបានចាអញ្ចឹងទី1បងប្អូនត្រូវតែជាមនុស្សម្នាក់ដែលគិតវិជ្ជមានចាហេតុអីបានខ្ញុំថាអញ្ចឹងបងប្អូនអ្នកគ្នាបងប្អូនរូបកាយមួយនេះយើងអាចដូរបានគ្រប់ជាតិមកហើយតែដួងចិត្តរបស់យើងដ៏ជ្រៅដែលជាអតិទេពដែលនៅក្នុងខ្លួនរបស់យើងដែលហៅថាព្រះចាដែលនៅក្នុងខ្លួនរបស់យើងគឺត្រូវបានកើតមកនៅក្នុងក្រុមគ្រួសារឬក៏មនុស្សជុំវិញខ្លួនត្រូវបាន memory គ្របដណ្ដប់ដោយទឹកខ្មៅមានន័យថាគឺការគិតអវិជ្ជមាននឹងឯងពេលដែលយើងមានបំណងប្រាថ្នាចង់ធ្វើអីមួយហែងកុំគិតខ្ពស់ពេកហែងកុំសម័យខ្ពស់ពេកហែងកើតមកបានតែប៉ុណ្ណឹងជីវិតហែងបានតែប៉ុណ្ណឹងចាហែងរៀនបានតិចហែងតែធ្វើអីកើតហែងធ្វើមិនកើតទេហែងធ្វើនេះក៏មិនកើតអនុក៏មិនកើតគាត់ព្យាយាមដាក់ទឹកខ្មៅឲ្យយើងរាល់ថ្ងៃចាអញ្ចឹងថ្ងៃនេះផងដែរបងប្អូនត្រូវតែបណ្ដោះធម៌ពលផ្លូវចិត្តរបស់យើងឲ្យគិតវិជ្ជមានចាអញ្ចឹងសម្រាប់ម្ដាមសេដ្ឋកិច្ចកើតមកគឺជាមនុស្សម្នាក់ដែលគិតវិជ្ជមានច្រើនហើយពេលដែលស្គាល់ច្បាប់ចក្រវាលច្បាប់នៃការស្រូបទាញទៀតខ្ញុំតែងតែបណ្ដោះធម៌ពលផ្លូវចិត្តខ្ញុំពេលដែលយើងគិតវិជ្ជមានណាបងប្អូនអ្នកគ្នាគឺយើងមានធម៌ពលក្នុងផ្លូវចិត្តតែម្ដងតែបើយើងគិតថាខ្ញុំធ្វើអត់បានចាបងប្អូននឹងធ្វើអត់បានដោយការចេញមកធ្វើវីដេអូអញ្ចឹងឬក៏ live នៅក្នុងpage ចារបស់ម្ដាមសេដ្ឋកិច្ចចាមានមនុស្សជាច្រើនគាត់ថាគាត់អត់ហ៊ានក្នុងការចេញ live គាត់អត់ហ៊ានក្នុងការធ្វើវីដេអូទេនឹងហើយបងប្អូនបានបន្តិចបង្អាក់ដួងចិត្តដ៏ជ្រៅមួយនេះគឺយើងធ្វើអត់បានទេចាក៏ប៉ុន្តែនៅពេលដែលយើងបណ្ដោះធម៌ពលផ្លូវចិត្តរបស់យើងឲ្យនៅគិតក្នុងការផ្លូវវិជ្ជមានចាបងប្អូនប្រាប់ខ្លួនឯងថាខ្ញុំធ្វើបានបុគ្គល A ធ្វើបានបុគ្គល B ក៏ធ្វើបានខ្ញុំក៏ធ្វើបានគ្រាន់តែគាត់ធ្វើទៅមុនគាត់ដើរលឿនទៅយើងជាងមុនក៏ប៉ុន្តែយើងធ្វើតាមក្រោយក៏យើងធ្វើបានចាយើងត្រូវការឡើងពីមួយតំណទៅមួយតំណអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃបងប្អូនត្រូវតែបណ្ដោះធម៌ពលវិជ្ជមានឲ្យខ្លួនឯងជារៀងរាល់ថ្ងៃចាបណ្ដោះធម៌ពលវិជ្ជមានឲ្យបានដាច់ខាតបើសិនជាបងប្អូនអ្នកគ្នាចង់បានជីវិតមួយដែលជោគជ័យនៅលើខ្លួនឯងគ្មានបុគ្គលណាដែលទទួលបានភាពជោគជ័យគឺជាមនុស្សអវិជ្ជមានទេបងប្អូនអ្នកគ្នាគឺគេតែងតែបណ្ដោះចាធម៌ពលផ្លូវចិត្តគេឲ្យវិជ្ជមានចាគឺត្រូវតែបណ្ដោះបងប្អូនអ្នកគ្នាបើសិនជាបងប្អូនអ្នកគ្នាអត់បណ្ដោះទេវានឹងអវិជ្ជមានជារៀងរាល់ថ្ងៃអញ្ចឹងបងប្អូនអ្នកគ្នាអវិជ្ជមានមកយូរហើយបងប្អូនត្រូវតែបណ្ដោះចាធម៌ពលផ្លូវចិត្តយើងឲ្យមានវិជ្ជមានឲ្យច្រើនចាពេលដែលយើងវិជ្ជមានណាយើងមើលទៅអីក៏ល្អមើលអីក៏ទៅរួចមើលអីក៏អាចធ្វើបានចាពេលដែលផ្លូវចិត្តរបស់យើងវិជ្ជមានអញ្ចឹងវីដេអូមួយនេះធ្វើប៉ុណ្ណឹងដើម្បីចែករំលែកជូនទៅកាន់បងប្អូនអ្នកគ្នាឲ្យបងប្អូនអ្នកគ្នាចាបណ្ដោះធម៌ពលផ្លូវចិត្តវិជ្ជមានចាបើសិនជាយើងជាមនុស្សម្នាក់ដែលពោពេញទៅដោយអវិជ្ជមានបងប្អូនទៅមើលបងប្អូនអត់ជោគជ័យលើជីវិតទេបងប្អូនឃើញបុគ្គលដែលគាត់ទទួលបានភាពជោគជ័យលើជីវិតរបស់គាត់គឺជាមនុស្សវិជ្ជមានចាសំបីទៅនៅចិត្តចាជះចំហាយមកកាន់យើងក៏វិជ្ជមានដែរគាត់និយាយវិជ្ជមានចាអញ្ចឹងពេលដែលគាត់និយាយវិជ្ជមានការគិតគាត់វិជ្ជមានផ្លូវចិត្តគាត់វិជ្ជមានសូម្បីតែយើងឈរចិត្តក៏យើងដឹងថាគាត់ជាមនុស្សវិជ្ជមានចាអូខេតើក្តីស្រឡាញ់និងបំណងល្អពីម្ដាមសិទ្ធិកាជម្រាបលាបងប្អូនអ្នកគ្នាបាយបាយ I love you